នៅថ្ងៃអង្គារទី29មេសានេះសមាគមគ្រូពេទ្យឯកទេសកុមារសមាគមសុខភាពសាធារណៈសុខភាពផ្លូវចិត្តកុមារនិងក្មេងជំទង់និងសមាគមសុខភាពភ្នែកព្រមទាំងសមាគមសុខភាពនិងបរិស្ថានក្រមប្រទេសនិយាយភាសាបារាំងបានចុះហត្ថលេខារួមគ្នាចេញផ្សាយជាសាធារណៈនៅអនុសាសន៍ណែនាំមិនឲ្យក្មេងអាយុក្រោម6ឆ្នាំនៅមុខអេក្រង់ទេពាក្យថាអេក្រង់គឺសំដៅទៅលើទូរស័ព្ទ iPad ទូរទស្សន៍ឬក៏ល្បែងលេងមានអេក្រង់បាទតាមសមាគមអ្នកប្រាជ្ញទាំង5ក្រុមនេះមកដល់ឆ្នាំ2025ហើយគ្មានអ្វីត្រូវសង្ស័យទៀតទេហើយការសិក្សាវិទ្យាសាស្ត្រអន្តរជាតិច្រើនណាស់បានតើនរំលឹកថាបច្ចេកវិទ្យាអេក្រង់និងខ្លឹមសារក្នុងអេក្រង់ជារូបភាពជាគំនូរជីវចលជារឿងជាល្បែងហ្គេមដែលមានបញ្ចូលកម្មវិធីសិក្សាបែបអប់រំក្មេងសុទ្ធសឹងតែមិនស៊ីនឹងខួរក្បាលដ៏តូចនិងកំពុងលូតលាស់របស់ក្មេងអាយុក្រោម6ឆ្នាំទាំងអស់ទោះក្នុងទម្រង់ជាទូរស័ព្ទក៏ដោយជាទូរទស្សន៍ក៏ដោយជា iPad ក៏ដោយក៏អេក្រង់មិនអាចឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ក្មេងបានដែរកាន់តែអាក្រក់ជាងនេះទៅទៀតអេក្រង់អាចរារាំងនិងធ្វើឲ្យខូចដំណើរការលូតលាស់របស់ខួរក្បាលតែម្ដងមានន័យថាអេក្រង់ធ្វើឲ្យខូចសុខភាពនិងអបញ្ញាជារហូតទៅនេះគឺជាការទាញសញ្ញាអាសន្នរបស់ក្រុមអ្នកប្រាជ្ញបារាំងដោយបញ្ជាក់ថាភ្នាក់ងារសុខាភិបាលនិងក្រុមគ្រូបង្រៀនសាលាមត្តេយ្យបានសម្គាល់ឃើញផលវិបាកបង្កឡើងដោយការមើលអេក្រង់ជារឿយៗរបស់ក្មេងអាយុក្រោម6ឆ្នាំថាមានភាពយឺតយ៉ាវផ្នែកភាសាក្រចេះនិយាយឬក៏និយាយមិនត្រូវឃ្លាមានវិបត្តិផ្នែកផ្ចង់អារម្មណ៍មានវិបត្តិផ្នែកចងចាំនិងរពឹសខុសទំនងហេតុដូច្នេះហើយបានជាក្រុមសមាគមអ្នកប្រាជ្ញទាមទារឲ្យបារាំងបដូរផ្លាស់អនុសាសន៍សេចក្តីណែនាំរបស់គណៈកម្មការបារាំងកាលពីឆ្នាំទៅដែលថាកុំឲ្យក្មេងអាយុក្រោម3ឆ្នាំកាន់លេងមើលអេក្រង់លែងគ្រប់គ្រាន់ទៀតហើយត្រូវបដូរអនុសាសន៍ថ្មីទៅជាគ្មានអេក្រង់មុនអាយុ6ឆ្នាំពីព្រោះប្រព័ន្ធប្រសាទក្មេងលូតលាស់បណ្ដុះគ្រឹះល្អឬមិនល្អអាស្រ័យទៅលើអ្វីដែលមើលឃើញនិងអាស្រ័យទៅលើសកម្មភាពអន្តរកម្មប្លែកៗដ៏សម្បូរបែបជាមួយបរិស្ថានដែលនៅជុំវិញខ្លួននៅ6ឆ្នាំដំបូងនៃជីវិតរបស់ពួកគេនៅក្នុងសេចក្តីអំពាវនាវសមាគមអ្នកជំនាញសុខភាពមិនចង់បន្តបង្អាប់ឧបករណ៍នឹងការប្រើប្រាស់គ្រឿងអេឡិចត្រូនិកទេក៏ប៉ុន្តែចង់ពញាក់ស្មារតីអ្នកជាឪពុកម្ដាយឲ្យចេះរកដំណោះស្រាយផ្សេងក្រៅពីអេក្រង់ដើម្បីសុខភាពនិងការលូតលាស់របស់កូនទៅតាមដំណើរធម្មជាតិដែលចម្រើនទៅតាមវ័យនិងចេះទៅតាមអាយុ